បាទថ្ងៃនេះខ្ញុំមានមុខម្ហូបមួយធ្វើញ៉ាំនៅផ្ទះទេហើយអ្នកខ្លះក៏គាត់ធ្វើញ៉ាំនៅផ្ទះដូចគ្នាដែរបាទម្ហូបនេះគឺស្លឆ្អឹងជំនីជ្រូកជាមួយនឹងម្ជូរស្លឹកម្កាក់បាទចឹងគ្រឿងផ្សំវាមានហើយមានឆ្អឹងជំនីកាប់ហើយមានស្លឹកម្កាក់យើងលាងស្អាតមកបន្ទាប់មកយើងយកមកហាន់វាឲ្យល្អិតតូចៗណាបងប្អូនបាទឲ្យតូចល្មមបាទយើងហាន់ដំបូងឡើយយើងហាន់វាតូចអញ្ចឹងហើយបន្ទាប់មកទៀតយើងនឹងចិញ្ច្រាំវាបាទចិញ្ច្រាំវាឲ្យកាន់តែល្អិតទៅដើម្បីឲ្យរសជាតិស្លឹកម្កាក់ហ្នឹងឆាប់ចេញជូរបាទស្លឹកម្កាក់ហ្នឹងឆាប់ចេញជូរល្អណាបងប្អូនបើសិនជាយើងអត់ស្លជាមួយនឹងអង្គនីជ្រូកទេយើងអាចស្លជាមួយនឹងទាក្បាលក៏ត្រូវទេដែរបាទអ្នកតកែវចូលចិត្តណាស់ស្លជាមួយទាក្បាលជាមួយនឹងស្លឹកម្កាក់នេះហើយវាងាយរកដែរបាទស្លឹកម្កាក់នេះយើងយកណៃចេកតិចមកបាទហើយបន្ទាប់មកយើងចិញ្ច្រាំប្រហុកតិចមកព្រោះថាយើងស្លតិចដែរទេបាទអញ្ចឹងនឹងដាក់ទៅ2ឬក៏3ច្បាយបានដែរបន្ទាប់មកយើងចូលទៅដល់កន្លែងដាំដាក់ប្រេងឆាបន្តិចមកបាទដាំយើងដាក់ឆ្នាំងឲ្យក្តៅមកយើងដាក់ប្រេងឆាបន្តិចបាទឆាទីបន្ទាប់មកយើងដាក់ប្រហុកចូលបាទបងប្អូននឹងធ្លាប់ជាស្លហើយបាទចឹងដាក់ប្រហុកតាមតែបងប្អូនចូលចិត្តណាបាទបងប្អូនចូលចិត្តប្រហុកច្រើនយើងដាក់ច្រើនទៅធំក្លិនរៀងឈ្ងុយបែបប្រហុកបាទហើយបើសិនជាបងប្អូនចូលចិត្តទេដាក់បន្តិចបានហើយប៉ុន្តែសឡម្ជូរគ្រឿងនឹងបើសិនយើងអត់ដាក់ប្រហុកទេគឺវាអត់ចូលជាតិគ្នាល្អទេណាបងប្អូនបាទអញ្ចឹងយើងដាក់ជំនុនខ្លាញ់ហើយយើងចាក់គ្រឿងយើងចូលហើយយើងកូរវិតឲ្យគ្រឿងហើយប្រហុកនឹងចូលគ្នាទៅបាទគ្រឿងនឹងខ្ញុំបុកហើយអត់បានថតថាដាក់អីខ្លះចូលផ្សំទេគឺបុកហើយបានរៀបចំថតជូនបងប្អូនមើលទុកជាអនុស្សាវរីយ៍បាទអញ្ចឹងរបៀបធ្វើថ្ងៃក្រោយទៅយើងអាចបើកមើលឃើញថាយើងដាក់គ្រឿងផ្សំអីខ្លះបានបាទអញ្ចឹងយើងកូរដល់រហូតដល់គ្រឿងរបស់យើងនឹងឈ្ងុយទៅបាទអ្នកខ្លះក៏ចូលចិត្តខ្ទិះដូងក៏ដាក់ខ្ទិះដូងថែមតែខ្ញុំអត់ចូលចិត្តខ្ទិះដូងហើយហ្នឹងអញ្ចឹងខ្ញុំអត់បានដាក់ខ្ទិះដូងទេបងប្អូនអញ្ចឹងយើងកូរវាក្លិនឈ្ងុយហើយយើងចាប់ផ្ដើមដាក់ឆ្អឹងជំនីជ្រូករបស់យើងដែលយើងបានរៀបចំហើយហ្នឹងយើងដាក់កូរចូលទៅហើយយើងច្របល់វាសពអញ្ចឹងណាបងប្អូនបាទច្របល់ឲ្យសពអញ្ចឹងទៅដើម្បីឲ្យគ្រឿងហើយនឹងសាច់ជ្រូកយើងចូលគ្នាបាទតែវាចូលគ្នាល្អហើយយើងទុកវាមកស្ទុះទៅបាទវាមកស្ទុះដើម្បីឲ្យវាចេញទឹកព្រៃណាបាទសុខគឺគេហៅទឹកព្រៃអញ្ចឹងចេញពីសាច់ជ្រូកហ្នឹងបាទអញ្ចឹងយើងដាក់រងាស់ឲ្យវាមកស្ទុះទៅបាទបើសិនជាយើងកូរវិតវាឡើងចូលគ្នាហើយបើសិនជាវាយើងស្ងួនបន្តិចយើងដាក់ទឹកថែមបន្តិចទៅបាទដាក់ទឹកសុទ្ធរបស់យើងហ្នឹងបាទទឹកដែលយើងទឹកធម្មតាយើងតែខ្លះគេហៅទឹកជាអញ្ចឹងបាទយើងដាក់ឲ្យវាតិចទៅហើយយើងរងាស់វាមកស្ទុះបាទរងាស់វាមកស្ទុះទៅចាំយើងថែមទឹកចូលបាទថែមទឹកចូលហើយយើងដាក់គ្រឿងដាក់ប៊ីចេងដាក់នំស៊ុបខ្នុរដាក់ស្ករសដាក់អំបិលដាក់ត្រីអីចូលបន្ថែមទៀតបាទដើម្បីឲ្យរសជាតិរបស់វាកាន់តែមានភាពទាក់ទាញហើយឈ្ងុយឆ្ងាញ់បាទតាមទម្លាប់ខ្មែរយើងថាខ្ញុំគឺអត់ដែរចោលប៊ីចេងទេបាទក្នុងប្រទេសខ្លះគាត់អត់ហូបប៊ីចេងណាបាទអញ្ចឹងប៊ីចេងធ្វើឲ្យខូចសុខភាពយ៉ាងម៉េចតាមជំនឿតាមវិទ្យាសាស្ត្រពេទ្យបានប្រាប់ថាហូបអត់សូវល្អដល់សុខភាពទេប៉ុន្តែប្រជាជនខ្មែរយើងគឺហូបគឺវាធ្វើឲ្យរសជាតិសម្លឬក៏រសជាតិម្ហូបហ្នឹងវាកាន់តែឆ្ងាញ់ឡើងបន្ថែមកម្រិតទៀតគឺសម្លរបស់យើងចិត្តចូលដល់ទីបញ្ចប់ហើយព្រោះបាទវាថែមទឹកត្រីបន្តិចទៅដើម្បីឲ្យវាមានរសជាតិប្រៃហើយវាឈ្ងុយទឹកត្រីដែរបាទក្លិនកាលណាយើងដាក់គ្រឿងចូលគ្នាកាន់តែច្រើនទៅវាធ្វើឲ្យសម្លរបស់យើងកាន់តែមានរសជាតិដិតបាទចឹងយើងកូរវាទុកមកស្ទុះទៅបងប្អូនបាទវាពុះអញ្ចឹងឡើងគាត់ពេញយើងថែមទឹកតាមតម្រូវការរបស់យើងបើសិនជាសាច់យើងច្រើនយើងថែមទឹកច្រើនសាច់យើងតិចយើងថែមទឹកទៅតាមចំនួនដែលយើងចង់បានហ្នឹងទៅបាទហើយស្លម្ជូរគ្រឿងនេះខ្ញុំអត់ប្រើបន្លែទេបាទអ្នកខ្លះគេប្រើបន្លែទឹកគួនឬក៏ប្រើបន្លែត្រប់អីចឹងទៅតែខ្ញុំអត់បានប្រើទេខ្ញុំដាក់
សាច់ជាមួយនឹងម្ជូរសុទ្ធតែម្ដងបាទអញ្ចឹងយើងកុំដាក់ទឹកច្រើនពេកកាលណាដាក់ទឹកច្រើនពេកវាធ្វើឲ្យរសជាតិសម្លរបស់យើងនឹងអត់សូវឆ្ងាញ់ចាប់ជាតិទេដាក់ជាតិទឹកតែមកល្មមបាទហើយរងាស់វាឲ្យយូរទៅដើម្បីឲ្យសាច់នឹងវាផុយហើយគ្រឿងនឹងវាចូលជាតិជាមួយនឹងគ្នាយើងចាប់ផ្ដើមបង់ម្ជូរស្លឹកម្កាក់របស់យើងចូលបាទអញ្ចឹងយើងក៏ច្រាំវាឡើងម៉ត់ឡើងចឹងហើយបាទហើយដាក់តាមតម្រូវការណាបងប្អូនអាម្ជូរនឹងយើងស្លឆ្នាំងប៉ុណ្ណឹងយើងមិនដាក់ច្រើនពេកចំណាយដាក់ច្រើនពេកវាជូរធ្វើឲ្យហូបបង្កើតអញ្ចឹងយើងដាក់សាកសិនទៅមកល្មមសិនទៅហើយយើងសាកភ្លក់ល្អថារសជាតិនឹងវាជូរល្មមហើយបងប្អូនចាប់ផ្ដើមឈប់ដាក់ទៅបាទកាលណាដាក់ច្រើនពេកវាធ្វើសម្លយើងជូរណាបងប្អូនបាទអញ្ចឹងស្លឹកម្កាក់នឹងទោះបីជាមិនជូរដូច7មិនក៏ដោយក៏វារសជាតិជូរខ្លាំងដែរបើយើងដាក់ខាងច្រើនបាទអញ្ចឹងយើងគោរពដើម្បីឲ្យវាចេញជាតិជូរបាទឥឡូវនោះភ្លក់តិចមើលបាទជូរល្មមអត់បើសិនជាជូរខ្លាំងពេកពុះកែបាទអញ្ចឹងយើងត្រូវដាក់ឲ្យល្មមបាទឥឡូវសម្លបើយើងចិត្តរួចរាល់ហើយដួសដាក់ចានហើយយើងបន្ថែមម្ទេសតិចមកយើងមិនហ៊ានហាន់ម្ទេសដាក់ល្មមទេព្រោះថាហូបមានកូនក្មេងដែរអញ្ចឹងយើងដាក់ពីលើអញ្ចឹងទៅបើសិនជាបងប្អូនណាចូលហូបថែមម្ទេសខ្លួនឯងទៅបាទអរគុណច្រើនបាទសម្រាប់ជាស្រីផង